លោកអាណាទីនឆាវរៈគុលបានប្រកាសជ័យជំនះក្នុងការបោះឆ្នោតនៅក្នុងប្រទេសថៃដោយទទួលបានសម្លេងគាំទ្រយ៉ាងច្រើនហើយស្របពេលជាមួយគ្នានោះសារព័ត៌មាន Straits Times បានលើកយកកត្តា3យ៉ាងដែលជួយឲ្យបុរសម្នាក់នេះឈ្នះឆ្នោតក្នុងនោះមានទាំងចំនួនព្រំដែនជាមួយកម្ពុជាផងដែរកាសែត The Straits Times បានចេញផ្សាយអត្ថបទមួយនៅរាត្រីថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026ដោយបង្ហាញថាអ្វីដែលផ្ដល់ប្រៀបឈ្នះដល់អនុទាននិងគណៈបកភូមិใจไทยអាចមកពីកត្តា3គឺជំហររឹងមាំរបស់លោកចំពោះប្រទេសកម្ពុជាការបញ្ចូលអ្នកបច្ចេកទេសនិងសមត្ថភាពអភិបាលកិច្ចជុំវិញកត្តាចំនួនកម្ពុជាជំហររបស់អនុទានបានតាក់ទាញចិត្តអ្នកបោះឆ្នោតក្នុងអំឡុងពេលមានភាពរកាំរកូសក្នុងតំបន់ធ្វើឲ្យអ្នកបោះឆ្នោតងាកទៅគាំទ្រអនុទានដែលនេះសបញ្ជាក់យ៉ាងច្បាស់ថាប្រជាជនថៃភាគច្រើនកំពុងគាំទ្រនិងស្រឡាញ់សង្គ្រាមជាងសន្តិភាពអ្នកស្រាវជ្រាវនិងអ្នកសម្របសម្រួលកម្មវិធីពីប្រទេសថៃនៅវិទ្យាស្ថាន ISEAS Yuso Asa នៃប្រទេសសិង្ហបុរីបានឲ្យដឹងថាលោកអនុទានទទួលបានការគាំទ្រខ្លាំងពីក្រុមអ្នកអភិរក្សនិយមថៃចំណែកវិទ្យាស្ថាននយោបាយនៅសាកលវិទ្យាល័យយូប៊ុនរដ្ឋចន្ទធានីប្រទេសថៃបាននិយាយថាជ័យជំនះរបស់គណៈបកភូមិใจไทยមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយគណៈបកនេះបាននឹងកំពុងប្រើប្រាស់សញ្ញាបត្រជាតិនិយមដែលមិនមែនត្រឹមតែលើបញ្ហាចំនួនព្រំដែនជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាជារឿងពាក់ព័ន្ធនឹងមនោគមវិជ្ជាភាពជាថៃផងដែរ